nè đây ơi để đàn ngược cái chắp con ban thằng thông នេះគឺជាដំណើរកំសាន្តរបស់ពួកយើងឆ្ពោះទៅកាន់ស្ទឹងគង្រូនិងតំបន់ជីផាត់ទឹកធ្លាក់អូវេតហើយរយៈពេល2យប់2ថ្ងៃនេះគឺថាបត់ពិសោធន៍ខ្ញុំមួយបង្គ្រឿងគឺកាសក្រែលមែនតើនិយាយវាថាមិនមែនធម្មតាទេយើងដើរលេងធម្មតារដងគឺដើរលេងលើនេះគឺដើរលេងសើចចម្រងមកគ្រប់វិនាទីនៅជាមួយគាត់ឲ្យតែគាត់បើកភ្នែកគឺគាត់ក៏ផ្លែងខ្ញុំសើចចម្រងហើយសកម្មភាពទាំងអស់នេះគឺមិនមែនជាសកម្មភាពទិញឬក៏យើងទិញគេមកពីផ្សារទេបកងហ្នឹងគឺបកងគាត់ចាប់បានមួយអាវុធធីពិតមែនអត់និយាយលេងទេដោយសារតែយប់ហ្នឹងខ្ញុំអស់កម្លាំងខ្ញុំដេកអត់ដឹងតែគេចាប់បកងបានលេងហើយអាហារធម្មជាតិនៅតំបន់នេះគឺមានច្រើនមិនមែនតែមានបកងតែប៉ុណ្ណោះទេមានទាំងផ្សិតមានទាំងត្រីហើយធម្មជាតិខែនេះអមជាមួយមេឃភ្នែកអាកាសធាតុសែនត្រជាក់បែបនេះទៀតធ្វើឲ្យដំណើរកំសាន្តមួយនេះវាញ៉ាំងបរិយាកាសឲ្យកាន់តែល្អមែនតើហើយបងប្អូនប្រកាសជាឆ្ងល់ថាយើងទៅនឹងជួបឧបសគ្គអីខ្លះហើយនឹងដឹងទាំងអស់គ្នានៅពេលបន្តិចទៀតនេះការចាប់ផ្ដើមនៅវីដេអូមួយនេះខ្ញុំបានធ្វើដំណើរពីខាងភ្នំពេញហើយខ្ញុំដេកនៅហាងកាហ្វេទេហើយដេកនឹងចេះដេកសាបនីចរដំបងអញ្ចឹងក៏មកដេកអញ្ចឹងទៅហើយត្រឡប់ឥឡូវជួបគ្រឿនគឺយកគាត់នៅផ្ទះគាត់ប្រាប់អាផ្លូវមុនប្រាប់ដាក់ map គឺអត់មានផ្លូវទេជិះផ្ទាល់ជិះបកក្រោយវិញទេហើយគាត់ថាគាត់ happy មែនតើបានជិះឡាននេះគាត់សួរទៀតឡានដឹកមនុស្សឡានដឹកជ្រូកគាត់សួរចេះទៀតបាទថាឡានដឹកមនុស្សបងគាត់តែគាត់ថាអូឡាននេះវាធ្វើឲ្យគាត់ទទួលអារម្មណ៍ថ្មីបាទហើយថាសំលេងវិញឡននេះរត់ក្រោះគាត់ថាលងើឡើងហឹងកាជាគាត់អស់ហើយសើគាត់រឿងមួយដែរបាទគាត់ហ៊ានមកមើលពួកខ្ញុំហើយខ្ញុំនេះតកងឡានចាស់តែតកងថ្មីអត់បញ្ហាទេចាស់តែឡានទេតកងថ្មីអញ្ចឹងវាអេមដែរហើយកន្លែងនេះខ្ញុំដូរមួយលីបើកឡានម្ដងម្នាក់ហើយមួយគ្រឿនថាអត់ដេកបាទឥឡូវដេកកំពេងជីឡានវាឈ្ងៀមមិនដឹងឈ្ងៀមអីទៅពេលវាឈ្ងៀមថាសប្រាំងនោះមានបើកទៅមើលម៉ាស៊ីននៃណានោះមួយគ្រឿនចេះតែមានថាខ្ញុំបើកមើលលួយឆេះម៉ាស៊ីនថាម៉ាស៊ីនបើមិនឆេះមិនទៅមុខហើយអាកាសធាតុគឺថាគួរសមដែរម្ដងនេះតិចម្ដងកំពង់សិលាក៏យើងរៀបចំចាក់សាំងចាក់ភេងយើងទៅរកបាយរកទឹកដើម្បីចំអែតកាពះហើយវាមានបាយមានអីក្នុងកាពះផងកុំឲ្យវាឃ្លានពេកកុំឲ្យឡានខូចទៅយើងអត់មានអីក្នុងកាពះនិយាយច្រឡំហើយគ្រឿងគាត់ឃើញកាទៀវញឹមមកថាអូអញរស់ហើយគាត់ថាអញ្ចឹងហើយខ្ញុំបាយនេះគឺបាយស្អីទេមានមាន់ហើយមានស្ពៃជ្រក់អាហារបែបនេះគឺខ្ញុំចូលចិត្តភាគច្រើនហើយទឹកស៊ុបអញ្ចឹងទៅហើយអាហារឆ្ងាញ់ទៅបានតែមកពេលនេះទេតិចទៀតទៅដល់ស្ទឹងរូនឹងបានត្រីបានអត់ផងទេដោយសារតែយើងមិនដឹងដែរហើយបាយហើយក៏រៀបចំចេញជាហ្គាសថែមទៀតកាលពីវាអស់សាំងទៅមិនសល់ហ្គាសតែប៉ុតឡាននេះត្រូវកែដាក់ម៉ាសុតនេះម៉ាស៊ីននេះតែរៀងថ្លៃពេកឌីខ្ទង់3000 2000នេះដែរក៏ប៉ុន្តែបើយើងដាក់ម៉ាសុតទៅវាស្រួលជីជាងសាំងហេតុផលនេះគឺថាពេលច្រើនឡាចូលព្រៃគេយកម៉ាសុតហើយគេអត់យកសាំងទេវាមានភាពងាយស្រួលជាងសាំងម៉ាសុតវាងាយជួសជុលងាយធ្វើហើយមិនងាយខូចដូចសាំងទេសាំងតែខូចតិចក៏ងាយងាងនេះសម្រាប់យើងដើរព្រៃហ្នឹងណាហើយបន្ទាប់មកទៀតនេះទិញតកកទិញឲ្យដាក់ចាំមករៀបចំទិញដោះគោស្រស់ដីធ្វើកាហ្វេហើយអាហារអ្វីយើងមិនភ្លេចគឺអង្គបាទអូខ្ញុំប្រាប់បន្តិចគាត់ថាឡានដាក់ម៉ាសុតហើយចុះម៉ូតូចូលព្រៃមិនប្រើសាំងមិនប្រើម៉ាសុតដែរទៅបាទកន្លែងនេះក៏ខ្ញុំមិនដឹងថាត្រូវបកស្រាយមិនដែរខ្ញុំអត់ដឹងដែរបាទខ្ញុំឆ្ងល់ដូចគ្នាថាម៉ាសុតស្រួលប៉ាបើថាម៉ូតូបើធ្វើពីម៉ាស៊ីនដាក់ធ្វើដាក់ម៉ាសុតដូចអាម៉ាស៊ីនឡានម៉ាសុតដឹងអេមិនទេឥឡូវនេះមកដល់កាសធាតុភ្លៀងយកម្ដងហើយអេបងប្អូនមើលឃើញស្រាប់នេះអូស្អាតខ្លាំងមែនតើហើយពួកយើងបានបើកផងគ្រឿនក៏ដេកលក់មានដឹងខ្លួនទេនោះហើយលីក៏ដេកពួកគ្រឿនក៏ដេកមិនដេកសំដែងបាទដេកមែនតើបងប្អូនហើយបន្តមកទៀតក៏ធ្វើដំណើររហូតមកដល់នេះក៏ថាឃើញផ្លូវបែបនេះមិនពិបាកទេផ្លូវនេះវាស្រួលតែប៉ុណ្ណេះមិនពិបាកអីទេគ្រាន់ផ្លូវខ្លះរហូតដាច់តិចតួចតែប៉ុណ្្នឹងទេហើយផ្លូវពិបាកគឺមិនមែនផ្លូវបែបនេះទេផ្លូវអស់រ៉ូតក៏ផ្លូវបែបមួយទៀតចាំមើលមានអាកាសខ្ញុំនឹងព្យាយាមទៅអស់រ៉ូតចំឲ្យបងប្អូនបានមើលហើយនេះបងប្អូនក៏មកបលេងវាស្ទឹងគង្រូលហើយបើយើងមកដល់នេះក៏ឃើញថាផ្លូវនេះអេមដែរបាទរងគេចុះក៏ហ៊ានជិះទេគាត់ថាអត់ទុកចិត្តតកងថ្មីខ្ញុំថាអើយបារម្ភម្លេះខ្ញុំទៅបើកឡានតែកុំភ័យអីយើងដើរមួយគ្នាត្រូវមានភាពជឿជាក់លើគ្នាបាទហើយអ្នកថតនេះគេថាថតឲ្យចិត្តបន្តិចមិនបីឃើញចំណោទនឹងខ្ពស់និយាយថាចាប់ប្លង់វិញចាប់សុទ្ធតែប្លង់ក្នុងព្រៃបាទអូយអស្ចារ្យមែនអ្នកថតសរសើរបាទបន្តមកទៀតឡានយើងក៏ថាចុះមកដល់កន្លែងនេះរៀបចំចិត្តដល់ពង្រូលហើយថាស្ទឹងពង្រូលខែនេះក៏វាគួរសមដោយសារអីអត់ភ្លៀងវាមិនជាច្រើនទេតែអត់ដឹងមិនទេឲ្យតែមកដល់តំបន់ហ្នឹងគឺតែងតែមានភ្លៀងមានអីចឹងហ្មងពីច្រើនវាមានសល់ព្រៃឈើច្រើនអញ្ចឹងថាកតាព្រៃឈើវាសំខាន់ណាវាសំខាន់មែនតើដូចបងប្អូនបានដឹងស្រាប់ហើយវាទាញស្រូបយកភ្លៀងទៀងទាត់តាមរដូវកាលរបស់វាអញ្ចឹងទៅមកដល់ពេលយើងមកដល់នេះក៏ថាទឹកធ្លាក់ស្ទឹងរួមបងប្អូនអាចឃើញហើយនេះហើយដូចកំពុងតែឃើញហើយអាកាសធាតុនេះគាត់ថាអូ everyone ខ្លាំងជាក់ស្រួល
ហើយម្ដងហ្នឹងដាក់គីឡូម៉ៃទៀតមានគីឡូម៉ៃបកគូនៅហ្នឹងទៀតហើយឃើញតែវត្តខែនេះទឹកវាមិនទាន់ស្អាតដូចខែទឹកច្រើនចំទេខែនេះទឹកប៉ុណ្្នឹងឯងដល់ពេលទឹកខែភាសាបានស្អាតជាងខែនេះហើយបគ្រឿននឹងថតស្អីគាត់ទេហូមកនៅរ៉ាំណាហ្នឹងបាទមិនតិចគឹបបាទហូមួយថ្ងៃវល់ងាកមកយប់ទៅភ្លឺហូមួយជីវិតហើយនិយាយថាមែនអ្នកកំ pl ៃមកនិយាយមិនក៏កំ pl ៃយីរុំគេមែនទេពកសោឬក៏ដងឬក៏ជំនាញពីកំណើតដែរវាគួបផ្សំគ្នាបាទតែបើពីមុនគាត់ថាគាត់ធ្វើដំណងមែនតែពិតគាត់បង្កប់ទេពកសោមួយគឺទេពកសោអ្នកកំ pl ៃក្នុងនោះហើយចុងក្រោយគាត់រកខ្លួនគាត់ឃើញបាទតែគាត់សំដែងធ្វើកាប់អស់ទៀតតែពិតក៏កាប់មែនតែបងប្អូនហើយនេះហើយយើងរៀបចំពុះអស់ពុះអីមេឃភ្លៀងរហូតអីកាត់ភ្លើងក៏មិនចង់បានដែរដោយសារតែវាត្រជាក់ខ្លាំងហើយអាភ្លើងមកកាត់ក៏អត់ចង់ឆេះដែរសារមេឃវាលឹមជាប់ទៅអាអស់យើងអត់ចង់ឆេះយើងរកអស់ណាដែលវាជ្រាបចូលក្នុងមិនដល់ហើយយើងពុះយកអាក្នុងវាមកបង្កាត់ថ្ងៃ1គីឡូដីមានតែម៉ោង10ដៃមួយដៃ100ម៉ែត្រអញ្ចឹងបងរីម៉ោង10ដៃស្មើនឹង1គីឡូដីគាត់ថ្ងៃម៉ោងណាបានត្រីប្រហែលត្រីតាមមេឃឆ្លាស់ចោលបក់ធ្លាក់ស្រួលមកបានហើយជា10គីឡូជាងបើមេឃស្អាប់មេឃទៅនេះអីមេឃរកភ្លៀងគឺអត់បានទេបានទីដីគីឡូ100ម៉ែត្របន្តមកទៀតយើងឃើញថាពគ្រឿនទៅដាក់ម៉ងអាទីដាក់ម៉ងពគ្រឿនដាក់ចំណីត្រីហើយគឺត្រីភ្លើមែនមកស៊ីនំប៉័ងឲ្យជាប់ម៉ងហ្នឹងគាត់ថាមកចំណីរបស់អីហ្នឹងគឺដូចត្រីហ្នឹងវាភ្លើខ្លាំងហ្នឹងពិតចៃដល់នេះដាក់ដល់មួយថ្ងៃទល់ល្ងាចឃើញសតត្រីហ្នឹងប្រហែលជាមានមុនអគុំឬក៏មានកន្លងជុំហើយម៉ងអត់ជាប់ទេបងប្អូនគេថាគូស្រេចថាមកកាឡានេះជាប់ប្រហែលត្រីក៏ចូលមិញណាឥឡូវមានអីអាសាច់ជ្រូកទិញមកពីផ្សារហ្នឹងថាទុកស្លោស៊ីមិនស្លោយកមកអាំងមកហើយបាទអាំងយើងឲ្យអាំងហើយអេមរឿងមួយចៃដនខ្ញុំកំងជ្រក់ស្ពៃមកពីនេះហ៎ជ្រក់ស្ពៃមកពីពេញបងប្អូនអាជ្រក់នេះគាត់ថាអូជ្រក់ស្ពៃអីជ្រក់ទៅពាំងច្រឡំហូបមួយអាសាច់បែបនេះទៀតគាត់ថានៅកន្លែងតិចទៀតខ្ញុំមិនដឹងបកស្រាយមិនទេតើបងប្អូនបានហូបខ្លួនឯងបានដឹងហើយមិនគ្រឿនគាត់ថាអូយគាត់និយាយអារម្មណ៍ពិតរបស់គាត់ថាគាត់បាយផ្ទះគាត់អត់សូវចូលចិត្តហូបដូចគ្នាត្រឡប់គាត់នៅផ្ទះនេះគាត់ជិះឡានទៅក្រៅប្រទេសហូបគាត់ថាវាស្រែនោះអាហ្នឹងថាគាត់ទៅនេះគាត់ហូបបាយផ្ទះទេហើយគាត់សួរអាកាមែលនេះទិញណាអីណាចឹងទៅគាត់ថាទៅផ្ទះវិញគាត់បោះចោលចានឆ្នាំគាត់អស់គាត់ទិញកាមែលដែរថាមើលដាំបាយទៅស្រួលពេកគាត់ដាក់ចោលក៏ឆ្អិនបាយដែរគាត់ថាបន្ទាប់មកទៀតពួកយើងបានមកនេះឃើញបងប្អូនដាក់ម៉ងដាក់អីចឹងទៅហើយម៉ងឃើញសុទ្ធថៃក៏ជូនជ័យសុទ្ធកូនវាខ្ញុំបកបានប៉ុណ្ណានៃកាលមកជើងមុនហើយខ្ញុំសូមណែនាំទឹកយន្តសិនមកអ៊ីទៅកាន់អ្នកដែលកំពុងតែមើលចូលព្រៃអស់កម្លាំងដូចខ្ញុំចេះគេថាដាក់ទឹកយន្តសិនមកអ៊ីមួយទៅឃើញថាកម្លាំងចាប់ដើមមានឡើងវិញឡើងព្រឹសតែម្ដងហើយអត្ថប្រយោជន៍នេះគឺអាចញ៉ាំបានគ្រប់វ័យទាំងបុរសនិងស្ត្រីសម្រាប់អ្នកអាសាខាខ្យល់វិលមុខឈឺក្បាលនិងឈឺពោះហើមពោះទល់ខ្យល់ពិបាកដកដង្ហើមចលនាឈាមរត់មិនស្មើឧស្សាហ៍ចុកទ្រូងនិងពិបាកដកដង្ហើមចំពោះក្មេងចាប់ពីអាយុ10ឆ្នាំឡើងក៏អាចញ៉ាំបានដែរក្មេងដែលអាសាឈឺច្រើនផ្លេកស្លាំងគ្មានកម្លាំងមិនសូវលូតលាស់កម្ពស់មិនសូវញ៉ាំបាយចូលចិត្តញ៉ាំទឹកផ្អែមដែលមានជាតិស្ករនិងក្មេងដែលមិនសូវលូតលាស់កម្ពស់បងប្អូនដែលមានបំណងចង់ទិញយកមកពិសាប្រើប្រាស់មិនពិបាករកទិញទេអាចរកទិញបាននៅលើ page របស់ MAEE ឬក៏តំណាងចាយរបស់ក្រុមហ៊ុន MAEE ហើយបងប្អូនដែលមានបំណងចង់ធ្វើជាតំណាងចាយក៏មិនពិបាកអ្វីនៅដែរគ្រាន់តែតាក់ទងទៅកាន់ក្រុមហ៊ុនរបស់គេទៅរួចជាការស្រេចហើយពេលយកពួកយើងក៏បានអាហារពេលយកបន្តិចទៀតមុននឹងដេកព្រោះគ្រឿននឹងទិញត្រីមកពីណាដែរបាទទៅសុំចែកទិញត្រីអ្នកភូមិត្រីគេទុកស្លោទេប៉ុន្តែគាត់បញ្ចុះបញ្ចូលទៅក៏គេលក់ឲ្យគាត់ទៅណាមួយគេគាត់ខាងគាត់ជា idol ចឹងរបស់គេចឹងទៅគេក៏លក់ឲ្យគាត់គេគ្រប់ត្រូលគាត់យូរណាស់ហើយតាំងពីជំនាន់គាត់លេងកំ pl ែងណាហើយយូរហើយបងប្អូនបើថាស្គាល់គាត់តាំងពីសេរីណាទេតែខ្ញុំចាំបានអ្វីដែលខ្ញុំស្គាល់មួយគ្រឿងដំបូងគេគាត់ច្បាស់ហ្មងក្នុងរឿង Two Brother ហ្នឹងក្នុងចំនួនដែលខ្ញុំទៅធ្វើសន្សុកនៅភ្នំពេញ2014 13នោះអញ្ចឹងយូរឆ្នាំហើយគាត់ចេញសម្ដែងសិល្បៈមុនហ្នឹងទៀតគាត់ថាគាត់លេងតាមទូលេងតាមអីអត់ថាបានមើលកាលនោះអត់មានទូមើលបងពេលគាត់លេងរឿងហ្នឹងក៏បានមើលអារឿង Two Brother ហ្នឹងបន្ទាប់មកទៀតពួកយើងក៏ឃើញសត្វសំពូចមួយដ៏ធំប៉ុន្តែមិនបានធ្វើអីវាទេគ្រាន់តែយើងឃើញធម្មតាតែប៉ុណ្ណោះបានទៅបៀតបៀនជីវិតវាឬក៏យើងទៅសម្លាប់កាប់វាទេហើយយើងចូលដេករៀងខ្លួនហើយតង់នេះគ្រឿនថាវាអត់សមគាត់ដេកមួយខ្ញុំទេគាត់និយាយចេះហើយគាត់និយាយមិនដឹងបានន័យថាម៉េចទេខ្ញុំកាត់ន័យគាត់មិនយល់បងប្អូនកាត់ន័យគាត់យល់អាចយល់ន័យគាត់និយាយហើយមានមេម៉ៅចូលមកដេកជាមួយមេម៉ៅ2មនុស្ស2បាទក្នុងតង់បែបហ្នឹងគឺតិចហើយដូចនិយាយហ្នឹងការដើរកំសាន្តតាមតំបន់ទេសចរវាជារឿងមួយដែលយើងសម្រាប់ពីការងារសម្រាប់ពីវាហត់នឿយបន្ធូរអារម្មណ៍យើងបោះចោលភាពនឿយហត់ទាំងអស់ទៅតាមពេលវេលាដែលយើងសម្រាកហ្នឹងហើយ
ទឹកជ្រោះលីបលឹមឡើងគាត់គ្មានគិតអីដែរគាត់ឃើញទឹកស្អាតគាត់យកអាតង់គាត់អីគេដាក់ខាដេកណាផ្លុំឲ្យប៉ោងដាក់ទឹកដែកគាត់ហែទឹកលេងហើយបងប្អូនគាត់លឺមន់លងាវបាទឥឡូវមន់ចិត្តខ្ញុំដេញយ៉ាងណាក៏វាមិនទៅវាលងាវវាចង់ចូលសម្លេងក្នុងនឹងដែរហើយសាច់ក្រកក៏ខ្លោចដឹងមិនអាបាយក៏ខ្លោចទាំងអស់តែម្ដងបាទបន្តមកទៀតបាយខ្លោចក៏ហូបដែរថាអត់ហើយតែពិតបាយខ្លោចទៅគៀនឯបាយកម្មែទូខ្លោចក៏នៅអាចហូបបានខ្លះដែរហើយដូចឃើញអញ្ចឹងគ្រឿនគាត់ដាក់បាយពេញពោះដែរគាត់ថាបើទៅមុខទៀតយើងមិនដឹងថាជួបបញ្ហាឬក៏ជួបឧបសគ្គអីទេដោយសារដំណើរពីពង្រូលទៅជីផាត់ហ្នឹងគឺឆ្ងាយហើយភាគ2នឹងមកដល់ឆាប់ហើយវីដេអូខ្ញុំកាត់ចេញពី2ភាគបើដាក់2ហ្មងវាវែងពេកដល់20នាទីជាងយើងខាតពេលវេលាទាំងអ្នកមើលខ្ញុំព្យាយាមសម្រួលមិនឲ្យអ្នកមើលវីដេអូហ្នឹងតាមពេលវេលាខ្លីដែលអាចធ្វើទៅបានហើយរីករាយអញ្ចឹង10នាទីជាងនេះគឺវារៀងល្មមដែរទាំងអាចទស្សនានឹងមើលហើយអ្វីដែលមួយទៀតដែលយើងមុននឹងចេញពីកន្លែងយើងបោះតង់គឺសម្អាតអស់ទៅបាទវាមិនជាខាតអីទេចំណាយពេលដុតឬក៏ដឹកយកទៅវិញក៏មិនអីដែរថាដឹកមិនបានក៏ហីចុះយើងត្រូវតែដុតវាទៅទោះយ៉ាងណាក៏គ្រាន់បើជាងឲ្យវាហើរាយប៉ាយពេញនឹងដែរដូចថងសអញ្ចឹងពេលយើងមកគឺថងប្លាស្ទិកច្រើនពេកយើងបាត់អារម្មណ៍ហើយថៃគេអារម្មណ៍រីករាយជាមួយធម្មជាតិហើយគ្រឿនហ្នឹងហើយអា1900នៅហ្នឹងហើយឯងហើយគ្រឿនផ្អាប់ឡានខ្ញុំ1900បាទទិញមែន1900អស់បងអស់គុណបងមករាគាត់តែទិញមកពីណាទេពីពោធិ៍សាត់នោះគេប្រចាំទៅគាត់ទិញយកមកគេប្រចាំដាច់យ៉ាងហ្នឹងហើយគ្រឿនឡានឆេះគាត់គាត់បានទៅទៀតគាត់ថាគាត់ចង់នៅនឹងទៀតទេគាត់ចង់ទៅមុខទៀតហើយគាត់រកកន្លែងបត់ជើងធំទៅដល់ឃើញនេះក៏ឃើញបង្គន់ធម្មជាតិបាទអានេះបង្គន់នេះគឺធម្មជាតិមែនគាត់ថាយើងបត់ជើងបត់អីយើងមើលទេសភាពនៅនឹងស្រេចតែម្ដងគឺអត់បរោះអត់ភ័យទេអស់សំណើចមែនទែនខ្ញុំចូលមកថតលេងទេមិនមែនចូលបត់ជើងបត់ដៃទេអធិស្ឋានបាទហើយនេះកំពុងតែឃើញនេះជាការសំណើចឬក៏ការសើចសប្បាយនៅវីដេអូផងដែរទេមើលទៅយើងមើលវីដេអូដើម្បីបាត់ stress យើងមិនមែនឲ្យមើលទៅ stress លើដើមទេបាទហើយកន្លែងនេះក៏ទាចុះខ្ញុំមិនឲ្យចុះទេទួលប្រព័ន្ធដែរឡានកាយអស់មកកណោបាទចុះធ្វើអីហើយភាគ2នឹងវិលមកវិញឆាប់នេះវិលនឹងមកដល់ទៅពេលខាងមុខចេញវីដេអូនេះហើយតែប្រហែលថ្ងៃមានភាគ2ហើយខ្ញុំកាត់ទុកឲ្យខ្ញុំអាប់ឡូតឲ្យពេលខ្ញុំទៅភ្នំជីវានឹងalert ផុសខ្លួនវាដោយអូតូចឹងម្ដងទៅហើយយើងនឹងជួបគ្នាវីដេអូក្រោយបាយបាយជម្រាបសុខសប្បាយសំណាងល្អបងប្អូនអរគ្នា